ផ្លែសាហាវហើយnóផ្លែអញ្ចឹងហ្មងណានេះគឺជាផ្លែភ្ញៀវព្រៃដែលវាច្រើនតែដុះនៅតាមតំបន់ជើងភ្នំឬក៏នៅលើកំពូលភ្នំក៏មានដែរឬក៏នៅតាមមាត់ស្ទឹងក៏វាមានប្រភេទរុក្ខជាតិប្រភេទនេះដុះដែររុក្ខជាតិនេះគឺជារុក្ខជាតិហូបផ្លែមួយប្រភេទដែលកម្រមាននៅក្នុងប្រទេសកម្ពុជាផ្លែរបស់វាគឺមានលក្ខណៈមូលខៀវពេលវាខ្ចីពេលវាទុំពណ៌លឿងអញ្ចឹងណាហើយផ្លែវាគឺផ្លែតាមវិគុលរហូតដល់ចង់ដូចតលឹងតឹងដូចអីកន្លងកង់អញ្ចឹងតែវាហ្នឹងហើយប៉ណ្ណនេះជូហូបហើយនិយាយពីភ្នែកដូចភ្នែកក្តាមអញ្ចឹងលៀនហ្មងជូលៀនណាបងប្អូននេះជូវិញភ្នែកលៀនទៀតមិនធម្មតាវាជូខ្លាំងពេកមិនដូចជូមិនដូចផ្លែឈើភ្ញៀវស្រុកទេនេះគឺរបស់ព្រៃគេអាចយកវាមកជាបុកម្ជូរជាមួយត្រីអាំងក៏បានដែរអាចញ៉ាំបានអ្នកដើរព្រៃណាតែអត់ស្គាល់សន្តានទ្រង់ទ្រីស្លឹករបស់វាគឺបែបនេះហ្នឹងហើយហ្នឹងស្លឹកវិញចឹងអរគុណជម្រាបលា